ការប្រើប្រាស់ថ្នាំជាន់គ្នានឹងលើសកម្រិតមានផលប៉ះពាល់អ្វីខ្លះជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បាននិយាយអំពីការប្រើប្រាស់ថ្នាំជាន់គ្នាលើសកម្រិតមានផលប៉ះពាល់និងគ្រោះថ្នាក់អ្វីខ្លះតែពេលករណីហ្នឹងខ្ញុំជួបច្រើនដែរភាគច្រើនចាស់ៗគាត់តែងតែទិញថ្នាំទុកសកលប្រើប្រាស់នៅផ្ទះអញ្ចឹងជាក់ស្ដែងមានអ្នកជំងឺម្នាក់ហ្នឹងក៏គាត់បានទិញថ្នាំប៉ាណាដុលពណ៌ក្រហមគីណាលីបុយដេកូសង់ហើយនិងប៉ារ៉ាសេតាមុលនៅក្នុងគោលបំណងរបស់គាត់ហ្នឹងគឺទុកប្រើប្រាស់នៅពេលដែលគាត់មានបញ្ហាឬក៏មានអាការៈដូចជាក្តៅខ្លួនផ្ដាសាយហៀសម្បោរឈឺក្បាលឬក៏ឈឺសរសៃអីអញ្ចឹងគឺគាត់យកមកលេបហើយបន្ទាប់មកខ្ញុំក៏បានសាកសួរពីការប្រើប្រាស់ថ្នាំរបស់គាត់ណាតើគាត់ប្រើរបៀបម៉េចហើយគាត់ក៏ឆ្លើយថានៅពេលណាដែលគាត់មានអាការៈដូចខ្ញុំបាននិយាយខាងលើមិញហ្នឹងគឺគាត់តែងតែយកមកមុខមកគ្របលេបបញ្ចូលគ្នាអញ្ចឹងមានន័យថាគាត់លេបម្ដង4គ្រាប់ដល់អញ្ចឹងខ្ញុំមានការភ្ញាក់មែនតើខ្ញុំក៏បានសួរគាត់ទៀតថាមិនបានគាត់ប្រើអញ្ចឹងហើយគាត់ចេះប្រើពីណាមកអញ្ចឹងណាបន្ទាប់មកគាត់ក៏ឆ្លើយថាគាត់ធ្លាប់ប្រើតែអញ្ចឹងហើយអត់ដែលប៉ះពាល់អីទេហើយបើអត់លេបអញ្ចឹងទេគឺគាត់អត់ជាឬក៏អត់ឆាប់ធូរអីអញ្ចឹងទៅហើយបន្ទាប់មកខ្ញុំក៏បានប្រាប់ហើយនឹងណែនាំគាត់អំពីរបៀបនៃការប្រើប្រាស់ថ្នាំ4មុខហ្នឹងដែលគាត់បានទិញមិញហ្នឹងឲ្យបានត្រឹមត្រូវថាមីងគួរតែឬក៏ត្រូវតែបញ្ឈប់នៃការប្រើប្រាស់ថ្នាំបែបហ្នឹងទៀតដោយសារអីគឺដោយសារតែមីងប្រើអញ្ចឹងគឺអត់ត្រឹមត្រូវទេហើយវាអាចលើសកម្រិតថ្នាំទៀតបើទោះបីជាពេលហ្នឹងវាអត់ទាន់លេចចេញនៅរោគសញ្ញាឬក៏អាការៈនៃការប៉ះពាល់ណាមួយរបស់ថ្នាំហ្នឹងក៏ដោយហើយបងប្អូនមានដឹងអត់ថានៅពេលដែលយើងលេបថ្នាំ4មុខនឹងបញ្ចូលគ្នាគឺប៉ារ៉ាសេតាមុលបូកនឹងប៉ាណាដុលអេក្ស្ត្រាបូកនឹងដេកូសង់ហើយនឹងគីណាលីបុយហ្នឹងគឺវាគ្រោះថ្នាក់ខ្លាំងមែនតើហ្នឹងគឺជាការប្រើប្រាស់ថ្នាំជាន់គ្នាហើយនឹងលើសកម្រិតតែម្ដងគឺវាស្ទើរតែសម្លាប់ថ្លើមរបស់យើងអញ្ចឹងណាអញ្ចឹងហេតុអ្វីបានជាលេបបែបហ្នឹងវាគ្រោះថ្នាក់ដោយសារតែទី1គឺវា overdose មានន័យថាយើងលេបថ្នាំឬក៏សារជាតិថ្នាំហ្នឹងដដែលៗច្រើនដងគឺប៉ារ៉ាសេតាមុលប៉ាណាដុលអេក្ស្ត្រាដេកូសង់ហើយនិងគីណាលីបុយហ្នឹងគឺសុទ្ធតែមានសារធាតុប៉ារ៉ាសេតាមុលនៅក្នុងហ្នឹងដូចគ្នាទាំងអស់អញ្ចឹងបើយើងលេបថ្នាំទាំង4មុខហ្នឹងបញ្ចូលគ្នាគឺប្រៀបដូចជាយើងលេបថ្នាំប៉ារ៉ាសេតាមុលហ្នឹង4គ្រាប់ក្នុងពេលតែមួយអញ្ចឹងហើយផលវិបាករបស់វាបងប្អូនបានដឹងហើយថាការលេបប៉ារ៉ាសេតាមុលច្រើនលើសលប់បែបហ្នឹងគឺវានឹងប៉ះពាល់ដល់កោសិកាថ្លើមដែលអាចបណ្ដាលឲ្យយើងនឹងខូចថ្លើមជាដើមទី2អាចមាន drug interaction មានន័យថាប្រតិកម្មរវាងថ្នាំនិងថ្នាំអញ្ចឹងនៅក្នុងថ្នាំ Panadol Extra គឺមានសារធាតុ caffeine ដែលពេលដែលយើងលេបជាមួយនឹងថ្នាំផ្ដាសាយឬក៏ថ្នាំច្រើនមុខបញ្ចូលគ្នាហ្នឹងគឺអាចធ្វើឲ្យអ្នកជំងឺហ្នឹងមានអាការៈដូចជាបេះដូងលោតញាប់ញ័រដៃញ័រជើងសម្រានមិនលក់ហើយនឹងធ្វើឲ្យសម្ពាធឈាមនឹងឡើងខ្ពស់ទី3ហ្នឹងគឺគ្រោះថ្នាក់ដល់សរីរាង្គខាងក្នុងគីណាលីបុយមានផ្ទុកសារធាតុថ្នាំ Ibuprofen ដែលជាប្រភេទថ្នាំបំបាត់ការឈឺចាប់ហើយបើសិនជាយើងប្រើច្បុកច្បល់ជាមួយនឹងថ្នាំបំបាត់ការឈឺចាប់ផ្សេងទៀតគឺវាអាចបណ្ដាលឲ្យយើងនឹងឈឺកាពះខ្លាំងឬក៏អាចឈានទៅដល់ការធ្លាក់កាពះក៏ថាបានហើយវាធ្វើឲ្យតម្រងនោមរបស់យើងនឹងខ្សោយពីព្រោះតែវាត្រូវធ្វើការខ្លាំងដើម្បីចម្រោះជាតិថ្នាំច្រើននៅក្នុងពេលតែមួយសរុបមកវិញថ្នាំទាំង4មុខហ្នឹងគឺមានប្រសិទ្ធភាពស្រដៀងៗគ្នាដូច្នេះបងប្អូនគួរតែរើសយកមកមុខបានហើយមកប្រើប្រាស់ណាឧទាហរណ៍ថាបើសិនជាលេបប៉ាណាដុលហើយគឺមិនបាច់លេបគីណាល់ទៀតទេដូច្នេះហើយបងប្អូនគួរតែប្រុងប្រយ័ត្ននៅក្នុងការប្រើប្រាស់ថ្នាំបើសិនជាមានអាការៈមិនស្រួលខ្លួនជម្រើសដែលល្អបំផុតហ្នឹងបងប្អូនគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យដើម្បីឲ្យគាត់ធ្វើការពិនិត្យហើយនឹងផ្ដល់ថ្នាំឲ្យបានត្រឹមត្រូវឬក៏យ៉ាងហោចណាស់មុននឹងប្រើប្រាស់ថ្នាំក៏ត្រូវសួរគ្រូពេទ្យឬក៏ឱសថការីដែរតើការប្រើប្រាស់ថ្នាំនឹងបញ្ចូលគ្នាអញ្ចឹងត្រឹមត្រូវអត់ឬក៏វាមានសុវត្ថិភាពអត់ព្រោះភាគច្រើនប្រជាជនខ្មែរយើងប្រើប្រាស់ថ្នាំតាមគ្នាឲ្យបានសួរគ្រូពេទ្យត្រឹមត្រូវទេហើយពេលខ្លះទៀតពេលដែលពេទ្យបញ្យល់អីអញ្ចឹងគឺគាត់អត់សូវស្ដាប់ទេភាគច្រើនគាត់ធ្វើតាមបទពិសោធន៍របស់គាត់ឬក៏ការចែកម្លែកតគ្នាពីគ្នាគាត់អញ្ចឹងណាពេលខ្លះអាចថាថ្នាំហ្នឹងពេលប្រើដំបូងទៅវាអត់ទាន់មានផលប៉ះពាល់ឬក៏លេចចេញនៅរោគសញ្ញាអីក៏ពិតមែនប៉ុន្តែក៏បងប្អូនមិនគួរប្រើដោយខ្លួនឯងឬក៏ប្រើប្រាស់ខុសរបៀបនោះដែរហើយខ្ញុំសង្ឃឹមថាវីដេអូមួយហ្នឹងគឺជាសារដាស់តឿនហើយនឹងការចែករំលែកពីការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវបើបងប្អូនយល់ថាវីដេអូមួយហ្នឹងមានប្រយោជន៍កុំភ្លេចធ្វើការ like subscribe ហើយនិង share ទៅកាន់មនុស្សជាទីស្រឡាញ់ផងដើម្បីឲ្យពួកគាត់ហ្នឹងបានដឹងទាំងអស់គ្នាអរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយទៀត